បាទជម្រាបសួរស្ដីអ្នកនរគ្នាជួយជាមួយខ្ញុំម្ដងទៀតហើយបាទថ្ងៃនេះខ្ញុំនឹងនាំពុកម៉ែបងប្អូនមកធ្វើ sticker ស្អាតនៅក្នុងកម្មវិធី Adobe Photoshop តោះមកមើលទស្សនាវីដេអូនេះទាំងអស់គ្នាទី1គឺយើងត្រូវបង្កើតស្លឹកកិច្ចការមួយគឺទី1ចូលពាក្យ file ហើយយកពាក្យ new ដើម្បីបង្កើតស្លឹកកិច្ចការមួយសិននេះហើយយកគឺទំហំគឺ18 x 18ហើយយកលាងផ្ដេកហើយបន្ទាប់មកចង្កុចសញ្ញានេះហើយបន្ទាប់មកគឺយើងដើម្បីធ្វើ sticker បានតោះយើងទៅយករូបយើងចូលយក file ហើយបន្ទាប់មកគឺយក open យើងយករូបណាដែលយើងពេញចិត្តមកដូចយករូបនេះហើយយកចុច open ហើយបន្ទាប់មកគឺយើងតម្លាក់អានេះមកនេះសិនហើយបន្ទាប់មកគឺរូបនេះមកចូលស្លឹកកិច្ចការយើងហើយយើងព្រមវាចង់បានប៉ុណ្ណាយើងចុច Ctrl អក្សរ T ហើយយើងព្រមប៉ុណ្ណាចាំតែយើងស្រឡាញ់ហើយចុចសញ្ញា Tick ហើយបន្ទាប់មកគឺយើងមកមើលខាងនេះវិញមកមើលខាងនេះយើងបន្ទាប់មកគឺយើងបិទស្លឹកកិច្ចការដើមបិទមួយសិនមកហើយបន្ទាប់មកយើងចុចនេះមើលអាកន្លែងនេះអាកន្លែងមាន FX ហ្នឹងយើងចុចលើនឹងវិញមកយើងយក stroke ដើម្បីយើងដាក់ color ដើម្បីយើងដាក់ stroke ជុំវិញរូបភាពយើងណាហើយទៅនេះខ្ញុំយក15យកវាធំតិចហើយបន្ទាប់មកគឺយើងដាក់សញ្ញា FX ដែរយើងយក emboss លើនេះដើម្បីដាក់ឲ្យវារៀងស្មើក្រោមរូបយើងអញ្ចឹងណាឲ្យឃើញធ្វើទៅឃើញស្អាតហើយបន្ទាប់មកគឺយើងនៅរូបខាងនេះចុចមកស្នាមវាមកគឺយក convert to smart object ដើម្បីវារួមចូលគ្នាអញ្ចឹងណាហើយបន្ទាប់មកគឺយើងត្រូវប្រើ stroke ដែរយើងចុចលើនឹងមួយចុចលើ FX ហើយបន្ទាប់យើងដាក់ stroke ថ្មីហើយម្ដងហ្នឹងគឺយើងដាក់ត្រឹម6បានហើយកុំឲ្យវាធំពេកអញ្ចឹងណាហើយចុច OK មកហើយបន្ទាប់មកគឺយើងដាក់មិញដែរ emboss មិញដែរដើម្បីឲ្យវារៀងស្មើនៅក្រោមរូបយើងទៅយើងឆ្លាញ់ប៉ុណ្ណាដាក់តែប៉ុណ្ណឹងមកខ្ញុំគឺដាក់ប៉ុណ្នេះគឺយើងចុច OK មកហើយបន្ទាប់មកគឺយើងបើកស្លឹកកាយយើងដាក់ថាថ្មីវាឃើញយើងមកប៉ុណ្ណេះហើយបន្ទាប់មកគឺយើងត្រូវធ្វើទៀតចុចលើហ្នឹងមកហើយបន្ទាប់មកគឺយើងរកពាក្យថា drop shadow នេះហើយបន្ទាប់មកគឺយើងរើសតាមដែលហ្នឹងទៅបើយើងចង់ឆ្លាញ់ស្មោបែបណាក៏យើងយកបែបហ្នឹងទៅតែសម្រាប់ខ្ញុំគឺយកត្រឹមតែ3ឬក៏4នេះទេព្រោះអីអាហ្នឹងកុំឲ្យវាភ្លឺពេកហើយកុំឲ្យវាងឹតពេកដែរបើមើលទៅឲ្យមើលរូបយើងទៅគឺមើលទៅឃើញស្អាតហើយតែវាមានតែប៉ុណ្្នឹងទេហើយបន្ទាប់មកគឺយើងហើយតែប៉ុណ្្នឹងទេអរគុណជួបគ្នានៅវីដេអូក្រោយទៀត